ជំរាបសួរនឹងខ្ញុំឈ្មោះគុណចន្ទាខ្ញុំមានអាជីវកម្មមួយដែលកែច្នៃស្នែងគោក្របីចាអាជីវកម្មរបស់យើងមានឈ្មោះថាសុមនីដែលយើងមានកែច្នៃស្នែងគោក្របីជាគ្រឿងអលង្ការជារបស់ប្រើប្រាស់និងគ្រឿងតាំងលម្អផ្ទះហើយខ្ញុំបានទៅរៀននិងបានទទួលការផ្ដល់ប្រឹក្សាពីអង្គការ Mentor កម្ពុជាហើយយើងមានការរីកចម្រើនជាខ្លាំងដោយសារពីមុនមកខ្ញុំគ្រាន់តែផលិតហើយខ្ញុំដើរតាមពិព័រណ៍តាមកម្មវិធី event ផ្សេងតែឥឡូវនេះខ្ញុំបានបង្កើតហាងចាបង្កើតជាហាងបាន2កន្លែងហើយយើងបង្កើតកន្លែងដាក់លក់អញ្ចឹងយើងក៏ត្រូវបង្កើតការផលិតដែរអញ្ចឹងយើងឥឡូវហ្នឹងក៏យើងមានបុគ្គលិកច្រើនជាងមុនចាព្រោះបានយើងបង្កើតការផលិតហ្នឹងចាពីមុនមកខ្ញុំបាក់ទឹកចិត្តមែនតើដោយសារខ្ញុំលក់ផលិតផលហ្នឹងនិយាយទៅព្រោះសារខ្ញុំផលិតបានតែលក់អត់បានណាហើយយើងបានដើរតែលក់តាមពិព័រណ៍ហើយក៏សូមអរគុណដល់អង្គការ Mentor កម្ពុជានិងជាពិសេសអ្នកគ្រូរតនាដែលគាត់បានជួយផ្ដល់ប្រឹក្សាដល់ខ្ញុំឲ្យធ្វើឲ្យអាជីវកម្មរបស់ខ្ញុំរីកចម្រើនពីមិនមានកន្លែងលក់មកមានកន្លែងលក់ហើយបង្កើនបុគ្គលិកបាន5-6នាក់ទៀតចាសូមអរគុណ